ในក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបនៃការប្រើប្រាស់ The Mati 30WXT អញ្ចឹងការប្រើប្រាស់ជាមួយនឹង function របស់វាអំបាយបងប្អូនអរគ្នានេះបេតុងបាត់បើកឥឡូវយើងប្រើយើងជិះបើកមួយមកអញ្ចឹងមួយនេះគឺជា function ទី1 function កម្លាំងទី1កម្លាំង eco កម្លាំងទី2កម្លាំង standard កម្លាំងទី3គឺកម្លាំង strong បើយើងចង់ប្រើជាមួយនឹងកម្លាំង turbo ដែលវារៀងស៊ីថ្មតិចហ្នឹងយើងចូលហៅលើមើលវា25 second ក្បាលធំនេះគឺជាក្បាលដែលយើងបូមទលីនៅលើក្រូអត់អីអញ្ចឹងណាអញ្ចឹងប្រភេទនេះគេហៅថាធុងទឹករបស់វាបន្ទាប់មកទៀតយើងយកក្បាលវាមួយនេះដាក់ជុំមួយនឹងដងអូខេអញ្ចឹងយើងអាចសម្អាតបានហើយទឹកគឺយើងអាចដាក់ទឹកបាននៅកន្លែងនេះយើងកោសវាចេញមកយើងដាក់ទឹកយើងបិទចូលវិញឲ្យជិតមកអញ្ចឹងទៅពេលយើងត្រូវការប្រើទឹកគឺយើងចុចលើពេល on នេះគឺបើកទឹកប្រើហើយពេលដែលម៉ាស៊ីនវាអូសទៅតាមកង់វានឹងចេញទឹកខ្លួនឯងហើយអញ្ចឹងនេះយើងអាចចុចប្រើ on បើសិនយើងត្រូវការប្រើទឹកបើយើងអត់ត្រូវការប្រើទឹកទេយើងចុច off បានអញ្ចឹងចុច off វាអត់មានចេញទឹកអីទេអញ្ចឹងកន្លែងនេះគឺយើងអាចបិទបើកទឹកបានអញ្ចឹងអាក្បាលតូចនេះគឺសម្រាប់ឲ្យយើងប្រើជាមួយនឹងសាឡុងឬក៏លើពុកអីក៏បានដែរអញ្ចឹងប្រភេទដងនេះគឺយើងអាចបូមនៅតាមកលុកកលៀតបានណាតាមកលុកកលៀតស្លុងអញ្ចឹងអាកន្លែងនេះគឺកន្លែងដែលគេទុកសម្រាប់ចុចឲ្យតម្លាក់សម្រាប់ចេញណាអញ្ចឹងដល់ពេលយើងចុចមួយមកបើនិយាយពីការដោះ filter វិញក៏អត់ប្របាក់អ្នកនរគ្នាយើងអាចមើលជាមួយនឹងកន្លែង unlock នឹងហើយយើងផ្ទាស់វាចេញមកគឺយើងដក filter ហើយ filter នេះគឺយើងអាចសម្អាតវាបានណាគឺយើងអាចយកវាទៅកោសជាមួយនឹងដីអីហាមលាងទឹកដោយសារ filter នេះយើងលាងទឹកអត់ការទេអានេះគឺជាពងដែលវាទ្របការពារជាមួយនឹងធូលីកុំអុយហើយចូលក្នុងម៉ាស៊ីនអត់មានបញ្ហាអញ្ចឹងណាបើសិនជាសម្រាប់អានេះវិញគឺយើងអាចដោះវាយកទៅលាងទឹកបានហើយឲ្យស្ងួតទៅយើងយកមកផ្គុំដាក់ចូលវិញរួចជាការស្រេចហើយនិយាយទៅអត់ប្របាក់ឯអ្នកគ្នាសម្រាប់ធុងផ្ទុកសម្រាប់ហ្នឹងក៏យើងអាចដោះវាយកទៅសម្អាតហើយលាងឲ្យស្អាតហើយស្ងួតទៅយើងអាចប្រើបានដូចគ្នាកុំអុយមានទឹកព្រោះវាអាចប៉ះពាល់ដល់ម៉ាស៊ីនខាងក្នុងបានណាអញ្ចឹងនៅពេលយើងផ្គុំចូលវិញហ្នឹងគឺយើងមើលតាមកលៈរបស់វាទៅដាក់ពងចូលវិញទៅហើយ filter យើងដាក់ចូលផ្គុំវាទៅតាមលំនាំដើមវិញហើយម៉ាស៊ីនហ្នឹងគឺយើងយកមកដាក់ជាមួយនឹងក្បាលរបស់វាវិញមែនណាយើងអាចមើលកន្លែង unlock ហ្នឹងហ៊ុញវាចូលខ្លាំងមកយើងសកត់វាតែបន្តិចវាចូលងាំហីអាកន្លែងនៅដងវាក៏អញ្ចឹងដែរយើងអាចមើលច្បាស់អញ្ចឹងណាចាំសកត់វាកុំឲ្យវាខុសកលឹះហ៎ហើយកណ្ដាលនេះយើងអាចបកវាបកកណាត់បានបងនេះយកអត់ទៅហ្នឹងហើយបើសិនជាមានចំណុចអត់ជាមួយនឹងការប្រើប្រាស់ផ្សេងៗកុំភ្លេច comment នៅខាងក្រោមនេះផងណាកុំភ្លេចចុច like share subscribe ជួបគ្នានៅវីដេអូក្រោយបាយ